សូមស្វាគមន៍មកកាន់នីតិរឿងរន្ធត់ជាទីដែលស្រមោលអាប់អួរអធម្មកម្មគួរឲ្យព្រឺព្រួយសូមត្រៀមចិត្តព្រោះរឿងដែលអ្នកនឹងបានស្ដាប់នេះអាចនឹងធ្វើឲ្យអ្នកគេងមិនលក់ពេញមួយយប់វិញ្ញាណនាងខឿននៅបាត់ដំបងចិត្រាជាស្ថាបត្យករវ័យក្មេងម្នាក់ដែលមានចិត្តស្រឡាញ់ការស្រាវជ្រាវអំពីសំណង់បុរាណបានទទួលភារកិច្ចពិសេសមួយពីស្ថាប័នអភិរក្សវប្បធម៌ភារកិច្ចនោះគឺចុះទៅសិក្សានិងចងក្រងឯកសារអំពីផ្ទះឈើបុរាណមួយកន្លែងនៅជាទីក្រុងបាត់ដំបងដែលគេសង្ស័យថាជាសំណង់មានអាយុកាលរាប់រយឆ្នាំនិងមានលក្ខណៈពិសេសក្នុងការសាងសង់ចិត្រាជាមនុស្សមានគំនិតសម័យថ្មីមិនងាយជឿរឿងអរូបិយអ្វីឡើយគាត់ចាត់ទុកថាការចុះទៅខេត្តបាត់ដំបងលើកនេះគឺជាឱកាសដ៏ល្អមួយក្នុងការបង្កើនចំណេះដឹងនិងបទពិសោធន៍ផ្ទាល់ខ្លួនពេលទៅដល់បាត់ដំបងគាត់ក៏បានជួលផ្ទះសំណាក់មួយកន្លែងស្នាក់នៅជាបណ្ដោះអាសន្នរួចក៏ចាប់ផ្ដើមស្វែងរកផ្ទះបុរាណដែលជាគោលដៅរបស់ខ្លួនផ្ទះនោះស្ថិតនៅដាច់ស្រយាលពីគេបន្តិចតាមបណ្ដោយផ្លូវលំមួយដែលព័ទ្ធជុំវិញដោយវាលស្រែនិងព្រៃឈើស្ងាត់ជ្រងំអ្នកភូមិដែលចិត្រាបានសាកសួរហាក់ដូចជាមិនចង់និយាយអំពីផ្ទះនោះប៉ុន្មានទេហើយអ្នកខ្លះថែមទាំងព្រាមានគួតគង់ឲ្យទៅក្បែរទៀតផងពួកគេនិយាយថាផ្ទះនោះមានខ្មោចហើយខ្មោចនោះជាខ្មោចនារីស្រស់ស្អាតម្នាក់ឈ្មោះនាងខឿនដែលស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌ចិត្រាគ្រាន់តែញញឹមស្ងួតនិងគិតថាវាគ្រាន់តែជារឿងនិទានបំប៉ោងប៉ុណ្ណោះនៅរសៀលថ្ងៃមួយចិត្រាបានទៅដល់ផ្ទះបុរាណនោះផ្ទះឈើដ៏ធំល្វឹងល្វើយមួយនេះបានបន្សល់ទុកនូវភាពអស្ចារ្យតាមបែបបុរាណរួមជាមួយភាពទ្រុឌទ្រោមនិងរងការបំផ្លិចបំផ្លាញពីពេលវេលាដើមឈើធំដុះព័ទ្ធជុំវិញម្លប់ត្រឈឹងត្រឈៃបង្កប់នូវភាពត្រចះស្រឹកខុសពីធម្មតាគាត់ដើរពិនិត្យមើលគ្រប់ទីកន្លែងដោយមានទាំងកាមេរ៉ាសម្រាប់ថតរូបឧបករណ៍វាស់វែងនិងសៀវភៅកំណត់ហេតុសម្រាប់កត់ត្រាពេលចូលទៅក្នុងផ្ទះក្លិនធំសាបនិងក្លិនឈើចាស់បានភក់ឡើងលាយលំគ្នាធូលីដីស្រទាប់ក្រាស់បង្ហាញពីភាពស្ងាត់ជ្រងំដែលគ្មានមនុស្សរស់នៅរាប់ទសវត្សរ៍មកហើយពេលល្ងាចចុះខ្សាយចិត្រាក៏សម្រេចចិត្តត្រឡប់ទៅផ្ទះសំណាក់វិញនៅតាមផ្លូវគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលគាត់ពីក្រោយខ្នងប៉ុន្តែពេលងាកទៅក្រោយគឺគ្មាននរណាម្នាក់ឡើយក្រៅពីភាពងងឹតរលឹមស្រាប់គាត់គិតថាប្រហែលជាដោយសារគាត់នឿយហត់ពេកហើយទើបមានអារម្មណ៍បែបនេះពីថ្ងៃបន្ទាប់ចិត្រាបានបន្តការងាររបស់គាត់នៅផ្ទះបុរាណនោះរហូតដល់យប់ជ្រៅពន្លឺច័ន្ទរាកឆ្លងកាត់បង្អួចចាស់បំភ្លឺបរិយាកាសក្នុងផ្ទះបានបន្តិចបន្តួចខ្យល់ត្រជាក់បានបក់ផាត់ចូលមកបំផាយស្លឹកឈើស្ងួតដែលធ្លាក់នៅលើឥដ្ឋឈើឮសូរក្រឹបភ្លាមនោះគាត់ក៏ឮសំឡេងខ្សឹបខ្សៀវមួយល្វីហាក់ដូចជាហៅឈ្មោះនរណាម្នាក់សំឡេងនោះស្រទន់ពីរោះរណ្ដំប៉ុន្តែបង្កប់ដោយភាពសោកសៅបងនៅទីណាសំឡេងនោះបាននិយាយចិត្រាភ័យព្រឺសម្បូរខ្ញាក់គាត់ព្យាយាមរិះកាត់រកហេតុផលប៉ុន្តែមិនអាចរកឃើញឡើយគាត់ក៏សម្រេចចិត្តត្រឡប់ទៅផ្ទះសំណាក់វិញដោយប្រញាប់យប់នោះចិត្រាគេងមិនលក់សោះសំឡេងខ្សឹបខ្សៀវនោះនៅតែបន្លឺឡើងក្នុងត្រចៀករបស់គាត់នឹកដល់រឿងរ៉ាវដែលអ្នកភូមិបានប្រាប់អំពីនាងខឿនគាត់ចាប់ផ្ដើមមានអារម្មណ៍ថារឿងទាំងនោះប្រហែលជាមិនមែនគ្រាន់តែជារឿងនិទាននោះទេថ្ងៃបន្ទាប់ចិត្រាបានទៅផ្ទះបុរាណនោះម្ដងទៀតតែលើកនេះគាត់មានអារម្មណ៍តានតឹងជាងមុនគាត់ចូលទៅក្នុងបន្ទប់ទទួលភ្ញៀវចាស់ដែលមានវត្ថុបាក់បែកជាច្រើនកជើងគ្នាពេលកំពុងថតរូបគាត់ក៏មានអារម្មណ៍ថាមានក្លិនក្រអូបឈ្ងុយឈ្ងប់មួយបក់មករយក្លិននោះជាក្លិនផ្កាម្លឹះលាយឡំនឹងក្លិនក្រអូបស្រស់ស្រាយមួយបែបដែលធ្វើឲ្យគាត់នឹកដល់នារីម្នាក់ពេលនោះស្រមោលស្តើងមួយបានលេចឡើងនៅកាច់ជ្រុងបន្ទប់ស្រមោលនោះមានរូបរាងជាស្ត្រីសក់វែងអន្លាយកំពុងឈរបែរខ្នងចិត្រាស្រឡាំងកាំងភ័យលោះប្រលឹងគាត់ឈរគាំងស្ងៀមមិនហ៊ានឬបំរាស់ស្រមោលនោះបានងាកមកយឺតមុខរបស់នាងស្លែកស្លាំងប៉ុន្តែមានទម្រង់មុខដ៏ស្រស់ស្ងាត់ភ្នែកដង្កូវរបស់នាងធំពោពេញដោយការឈឺចាប់និងភាពសោកសៅនាងសម្លឹងមកគាត់ហាក់ដូចជាចង់និយាយអ្វីមួយ
ចិត្តត្រាព្យាយាមប្រមូលស្មារតីគាត់ក៏បានលើកដៃសំពាក់នាង នាងខឿនមែនទេនាងខឿនមែនទេចិត្តត្រាសួរទាំងភ័យញ័រ ខ្មោចនារីនោះបានងក់ក្បាលយឺតរួចក៏ចង្អុលដៃទៅកាន់ចិញ្ចៀងមួយកន្លែងចិត្តត្រាបានសម្លឹងមើលចិញ្ចៀងនោះគឺគ្មានអ្វីក្រៅពីស្នាមប្រេះចាស់ៗឡើយខ្មោចនារីនោះបានចង្អុលម្ដងទៀតធ្វើកាយវិការប្រាប់គាត់ឲ្យទៅមើលដោយមិនដឹងជាកម្លាំងអ្វីជំរុញចិត្តត្រាក៏ដើរសម្ដែងទៅចិញ្ចៀងនោះគាត់បានចាប់អារម្មណ៍ឃើញស្នាមរឡាត់មួយកន្លែងដែលមើលទៅដូចជាធ្លាត់មានអ្វីលាក់បាំងនៅពីក្រោយគាត់ក៏បានយកឧបករណ៍របស់គាត់កែបោកចិញ្ចៀងនោះចេញបន្តិចម្ដងនៅពីក្រោយចិញ្ចៀងនោះមានប្រហោងតូចមួយដែលគេបានលាក់ទុកនៅហឹបឈើចាស់មួយចិត្តត្រាបានយកហឹបនោះមកបើកមើលខាងក្នុងមានក្រដាសសរសេរដៃចាស់ៗជាច្រើនសន្លឹកនិងខ្សែមួយខ្សែដែលមាន pendant រូបបេះដូងក្រដាសទាំងនោះជាកំណត់ហេតុប្រចាំថ្ងៃរបស់នាងខឿនដែលបានកត់ត្រាពីជីវិតស្នេហារបស់នាងជាមួយបរិសម្នាក់ឈ្មោះបារមីជាជាងចម្លាក់ដ៏ចំណាននាងបានរៀបរាប់ពីក្តីស្រឡាញ់ដ៏ជ្រាលជ្រាវរបស់នាងក្តីសង្ឃឹមរបស់នាងចំពោះអនាគតនិងភាពឈឺចាប់របស់នាងនៅពេលដែលគ្រួសារបានបង្ខំនាងឲ្យរៀបការជាមួយឈ្មួញចំណាំម្នាក់ដែលនាងមិនស្រឡាញ់តាមកំណត់ហេតុនោះនាងខឿនបានលួចណាត់ជួបលោកបារមីនៅផ្ទះនេះជានិច្ចញាប់ដោយសង្ឃឹមថានឹងអាចរត់ទៅរស់នៅជាមួយគ្នាបានប៉ុន្តែនៅយប់មួយពេលដែលនាងកំពុងរងចាំលោកបារមីនាងត្រូវបានគេលួចធ្វើឃាតដោយមនុស្សរបស់ឈ្មួញចំណាស់នោះដែលដឹងរឿងស្នេហារបស់នាងគេបានលាក់សាកសពរបស់នាងនៅកន្លែងណាមួយហើយក៏បានបំបត្តិរឿងនេះចិត្តលោកបារមីក៏បានបាត់ខ្លួនដោយអាចកំបាំងចាប់តាំងពីពេលនោះមកនាងខឿនស្លាប់ទាំងមិនបាននិយាយពាក្យលាគ្នាជាមួយមនុស្សដែលនាងស្រឡាញ់ហើយវិញ្ញាណរបស់នាងក៏មិនបានស្ងប់ឡើយនាងនៅតែរងចាំលោកបារមីរងចាំការពិតត្រូវបានលាតត្រដាងពេលដែលចិត្រាកំពុងអានកំណត់ហេតុនោះខ្មោចនាងខឿនបានលេចមុខនៅពីមុខគាត់ម្ដងទៀតលើកនេះទឹកមុខរបស់នាងឡើងសោកសៅដោយមុនហើយគឺមានភាពធូរស្រាលមួយរំពេកនាងបានលាតដៃមកកាន់ខ្សែកនៅក្នុងហឹបឈើនោះចិត្រាបានដឹងថានាងចង់ឲ្យគាត់យកខ្សែកនេះទៅកាន់កន្លែងណាមួយកំណត់ហេតុរបស់នាងខឿនក៏បានរៀបរាប់ពីកន្លែងដែលនាងតែងតែជួបលោកបារមីដើម្បីបួងសួងសូមសេចក្តីសុខនៅក្បែរដើមពោធិ៍ធំមួយនៅឯវត្តបុរាណមួយកន្លែងដែលស្ថិតនៅមិនឆ្ងាយពីទីនោះចិត្រាបានសម្រេចចិត្តធ្វើតាមបំណងរបស់នាងគាត់បានទៅវត្តបុរាណនោះហើយបានរកឃើញដើមពោធិ៍ធំមួយដើមយ៉ាងងាយស្រួលនៅក្រោមគល់ឈើនោះមានចេតិយទូចមួយដែលមើលទៅដូចជាសង់ឡើងដោយប្រញាប់ប្រញាល់ចិត្រាបានសង្ស័យថាចេតិយនេះប្រហែលជាកន្លែងដែលគេបានកប់សាកសពលោកបារមីហើយគាត់បានអុជធូបបួងសួងហើយបានដាក់ខ្សែក្របាសនាងខឿនទៅលើចេតិយនោះដោយសង្ឃឹមថាវិញ្ញាណរបស់ពួកគេនឹងបានជួបជុំគ្នាម្ដងទៀតពេលយប់នោះចិត្រាបានត្រឡប់មកផ្ទះបុរាណវិញគាត់បានអង្គុយនៅលើឥដ្ឋឈើក្រោមពន្លឺច័ន្ទស្រាប់តែក្លិនក្រអូបឈ្ងុយឆ្ងប់បានបក់មករយម្ដងទៀតលើកនេះវាមិនមែនជាក្លិនសោកសៅដូចមុនទៀតឡើយចិត្រាបានងាកកមើលស្រាប់តែឃើញខ្មោចនាងខឿនលេចចេញមកម្ដងទៀតតែលើកនេះនាងមិនមែននៅម្នាក់ឯងឡើយនៅក្បែរនាងមានបរិសុទ្ធម្នាក់ដែលមានទឹកមុខស្រទន់មានស្នាមញញឹមគួរឲ្យស្រឡាញ់គាត់ពិតជាលោកបារមីដែលនាងខឿនបានរៀបរាប់ក្នុងកំណត់ហេតុពួកខៀកទាំងពីរបានសម្លឹងមើលចិត្រាដោយទឹកមុខញញឹមស្រស់ថ្លាពោពេញដោយក្តីសុខពួកខៀកបានលាដៃមកលាគាត់យឺតរួចក៏បាត់ខ្លួនតែជាមួយគ្នាទៅក្នុងភាពងងឹតនៃរាត្រីចាប់តាំងពីពេលនោះមកផ្ទះបុរាណនោះលែងមានភាពត្រជាក់ស្រឹបលែងមានសំឡេងខ្សឹបខ្សៀវហើយក្លិនក្រអូបសោកសៅក៏លែងមានទៀតដែរចិត្រាបានបញ្ចប់ការងាររបស់គាត់ហើយបានវិលត្រឡប់ទៅភ្នំពេញវិញគាត់បានចងក្រងឯកសារអំពីផ្ទះបុរាណនោះបានយ៉ាងល្អជាមួយនឹងរឿងរ៉ាវរបស់នាងខឿននិងលោកបារមីដែលគាត់បានជួបប្រទះផ្ទាល់គាត់លែងជាមនុស្សដែលមិនជឿរឿងអរូបីទៀតហើយគាត់ដឹងថានៅលើโลกនេះមានរឿងជាច្រើនដែលវិទ្យាសាស្ត្រមិនអាចពន្យល់បាន
ហើយគាត់ក៏ដឹងថាស្នេហាពិតអាចឆ្លងផុតទាំងព្រំដែនជីវិតនិងសេចក្តីស្លាប់ចេត្រាបានចាកចេញពីបាត់ដំបងដោយមានអនុស្សាវរីយ៍ដ៏ចម្លែកនិងបទពិសោធន៍ដ៏រន្ធត់ដែលគាត់នឹងមិនអាចបំភ្លេចបានរហូតនាងខឿននិងលោកបារមីប្រហែលជាបានជួបជុំគ្នានៅឯឋានសួគ៌ហើយសូមអរគុណសម្រាប់ការស្ដាប់របស់លោកអ្នកជួបគ្នាវីដេអូក្រោយ